ជនភៀសសឹកជាង 1000 គ្រួសារមិនអាចត្រឡប់ទៅរស់នៅឋានវិញបានដោយសារយោធាថៃដាក់ទូកុងតឺន័រនិងលូកបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភៀសសឹកប្រមាណជាង 1000 គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដោយមិនអាចទៅការលំនៅឋានវិញបានដោយសារតែហ៊ានឈ្លានពានថៃបានដាក់ទូកុងតឺន័រនិងលួចបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរតែទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ប្លង់កាលពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ពីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អំឡុងពេលចុះផ្ដិតយកទិដ្ឋភាពជនភៀសសឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងភូមិកោមស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4 ខែមករាឆ្នាំ 2026ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតត្រឹមម៉ោង 1 រសៀលដល់ម៉ោង 6 ល្ងាចថ្ងៃទី4 ខែមករាឆ្នាំ 2026មានជនភៀសសឹកចំនួន 25,407 នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅរស់នៅឋានវិញដូច្នេះក្នុងចំណោមជនភៀសសឹកសរុបជាង 640,000 នាក់មាន 242,267 នាក់ក្នុងនោះស្ត្រីមាន 127,868 នាក់និងកុមារ 78,907 នាក់បន្តស្នាក់នៅជំរំ